សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមេរៀនបន្តទាក់ទងនឹងការប្រើប្រាស់កម្មវិធី Awesome ASI Builder នៅក្នុងវីដេអូមុនខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នាទាក់ទងនឹង tool ប្រើប្រាស់នីមួយៗនេះអស់ហើយ tool នីមួយៗហ្នឹងយើងអាចធ្វើអីបានខ្លះចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបន្ថែមទៅលើ tool វាមួយនេះកាន់តែលម្អិតជាងមុនទៀតចឹងអូខេឥឡូវនេះយើងចាប់ផ្ដើមនៅ Fletcher នេះយើងអាចកណនីទាក់ទងទៅនឹងបង្កោងនៃមុខកាត់មានថានិយាយចំទៅកណនីមុំម៉ង់របស់មុខកាត់អញ្ចឹងវាមានពីរប្រភេទទី1គឺមុខកាត់ចាត់តកោណកែងហើយមួយទៀតគឺមុខកាត់ជាអក្សរតេអញ្ចឹងខ្ញុំចូលតាក់ទងនឹងមុខកាត់ចាត់តកោណកែងចុចទៅយើងលោតផ្ទាំងនេះមួយមកអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងផ្ទាំងហ្នឹងវាមានរូបភាពនេះវាតាក់ទងទៅនឹងកូដដែលយើងសិក្សាអញ្ចឹងបាទ SI អញ្ចឹងនេះជាមេរៀនទ្រឹស្ដីវាទេអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងប្រើប្រាស់កម្មវិធីហ្នឹងយើងយ៉ាងហោចណាស់ក៏យល់នៅមេរៀនតាក់ទងនឹងកូដដែលយើងប្រើប្រាស់នេះដែរអញ្ចឹងចឹងអូខេតើតើនឹងការប្រើប្រាស់កម្មវិធីវិញនៅក្នុងហ្នឹងវាមានពីរប្រភេទអ្នកនរគ្នាទី1គឺធ្នឹមទី2យើងអាចកណនី slab ជា strip អូខេតើតើនឹងធ្នឹមហ្នឹងវាមានពីរចំណុចដែលសំខាន់ទី1គឺ material property ហើយនឹងមួយទៀតគឺ dimension material property គឺចង់សំដៅភេទ material ដែលយើងមកប្រើប្រាស់នៅក្នុងមុខកាត់ហ្នឹងចឹងអ្នកនរគ្នាឧបមាចំណុចនេះគឺ concrete compressive strength ហ្នឹងតើតើទៅនឹងកម្លាំងបេតុងចឹងមុខកាត់យើងប្រើកម្លាំងប្រមាណជាទូទៅអានេះវាដាក់ជាស៊ីឡាំងអ្នកទាំងអស់គ្នាអញ្ចឹងឧបមាថាខ្ញុំប្រើ30អញ្ចឹងយើងវាយ30មេហ្គាប៉ាស្កាល់ទៅខាងក្រោមនេះគឺតើតើនឹង strength ដែកអញ្ចឹង strength ដែកជាទូទៅនៅស្រុកខ្មែរយើងគេប្រើ390ឬក៏235អាហ្នឹងក៏ពិតវាមានច្រើនប្រភេទអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់តែប្រភេទដែក235និង390យើងប្រើច្រើនជាងគេអញ្ចឹងណាបន្ទាប់មកទៀតគឺជាខាងក្រោមនេះគឺ model elastic របស់បេតុងអញ្ចឹងតើតើ model elastic ហ្នឹងគឺយើងមិនកែទៅជាទូទៅតាមកូដគឺយកពីគុណ10/5មេហ្គាប៉ាស្កាល់ហ្នឹងហើយចំណុចបន្ទាប់ទៀតតើតើនឹង dimension អញ្ចឹងឧបមាថាមកកាត់យើងទំហំប៉ុណ្ណាតើតើធ្នឹមហ្នឹងអញ្ចឹងយើងវាយអានេះគឺជាតើតឹងធ្នឹមហើយនេះគឺជាកម្ពស់ធ្នឹមអញ្ចឹងតើតឹងធ្នឹមយើងអាចកែឧបមាថាយើងចង់ design មកកាត់ប្រមាណហ្នឹងយើងអាចវាយនេះអត់ទាំងគ្នាអញ្ចឹងឧបមាថាយើងមកកាត់2 តឹកកន្លះអញ្ចឹងកម្ពស់ធ្នឹមហ្នឹងខ្ញុំយក6 តឹកអូខេនេះខ្ញុំឧទាហរណ៍ណាហើយតើតើនឹងកន្លែងនេះគឺជា cover ហ្នឹងយើងគិតចេញពីកែមកដល់អាក់ដែកអញ្ចឹងយើងមកថាយើងចង់ប្រើដែកប្រហែលលី6-10លីអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងយើងយក clear cover វាយើងយក30 clear cover គឺគិតពីកែមនេះមកដល់កន្លែងនេះអ្នកទាំងអស់គ្នាកន្លែងដៃកងអីហ្នឹងអញ្ចឹងយើងមកថាដៃកងយើងប្រើ8លីអញ្ចឹងទៅអញ្ចឹង clear cover វាមានថា30បូកនឹង16ទៀតអញ្ចឹងវា46យល់ទេអ្នកទាំងអស់គ្នាកន្លែងហ្នឹងអញ្ចឹងអូខេតើតើនឹង A នេះមានថាដូច clear cover ដែរប៉ុន្តែវានៅខាងក្រោមវិញណាអាហ្នឹងទូនាទីវាសម្រាប់កណនីដៃខាងក្រោមហើយដៃខាងលើអីចឹងណាទាំងអស់គ្នាអាហ្នឹងតើយើងយល់កូដបន្ថែមទៀតឥឡូវឧបមាថាខ្ញុំដាក់ដូចគ្នាដែរគឺ46អូខេបន្ទាប់មកចូលដល់ចំណុចមួយទៀតនេះគឺ balance case នេះតម្លៃនេះគឺវារត់អូតូអ្នកទាំងអស់គ្នាគឺវាអាស្រ័យតម្លៃទាំងអស់នេះគឺអាស្រ័យទៅលើតម្លៃមុខកាត់ហើយនឹង material ដែលយើងយកមកប្រើអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងវា set ឲ្យអូតូហើយអញ្ចឹងឧបមាថាឧទាហរណ៍ក្នុងនេះមុខកាត់ហ្នឹងខ្ញុំដាក់ទៅឃើញ MOB វា481 481អញ្ចឹងណាអញ្ចឹងឧបមាថាខ្ញុំចង់កែមុខកាត់ដាក់3 ទឹកវាយទៅអញ្ចឹងតម្លៃនេះឃើញកន្លែងនេះវារត់អូយល់តម្លៃលេខទាំងអស់ហ្នឹងវារត់អូតូទៅអាស្រ័យទៅលើមុខកាត់ហើយនឹង strength បេតុងដែលយើងយកមកកណនីអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងអូខេបន្ទាប់មកទៀតតើតើនឹងចំណុច singly reinforcement section អានេះចង់និយាយសំដៅទៅលើអានេះតម្លៃនេះគឺវារត់តាមគឺកម្មវិធីវាកណនីរួចហើយអ្នកទាំងអស់គ្នាគឺវាអាស្រ័យទៅលើមុខកាត់ខាងដូចមិញដែរនេះមុខកាត់បេតុងឯហ្នឹងវាតម្លៃលេខហ្នឹងគឺរត់ឲ្យអូតូហើយអញ្ចឹងយើងមិនប៉ះពាល់វាទេមិនកែទេទោះយើងកែក៏កែដែរខ្ញុំចង់កែមកនេះឃើញវាអត់ឲ្យកែទេមានថាតម្លៃគឺជាតម្លៃដែលកម្មវិធីវាកណនីឲ្យរួចមកហើយអញ្ចឹងតើតឹង single ហ្នឹងមានថាចង់សំដៅទៅលើការកណនីបង្កោងនៃមុខកាត់ហ្នឹងមានថាមកយើងកណនីមុំម៉ងចំកដាលធ្នឹមអញ្ចឹងយើងពេលយើងកណនីយើងឃើញដៃដែលត្រូវការហ្នឹងវាតែដៃខាងក្រោមទេអ្នកទាំងអស់គ្នាអញ្ចឹងដៃខាងលើនេះវាអត់ត្រូវការទេតែជាក់ស្ដែងជាទូទៅយើងប្រើដៃហ្នឹងជាដៃ minimum អញ្ចឹងកាលណាយើងអត់មានត្រូវការមិនអាចធ្នឹមហ្នឹងវាអត់ដៃខាងលើទេអញ្ចឹងដូចគ្នាដែរតើតើនឹង double មានថាយើងកណនីទៅវាត្រូវការដៃខាងក្រោមផងដៃខាងលើផងហ
ហើយតម្លៃលេខនេះគឺវារត់អូតូទៅតាមមុខកាត់ហើយនឹងmaterial របស់មុខកាត់ហ្នឹងអញ្ចឹងតើតើនឹង singly reinforcement section និង doubly ហ្នឹងគឺដូចតែគ្នាទេអ្នកទាំងនេះខុសគ្នាតែត្រង់អាមួយកណនីទៅវាត្រូវការដៃតាមខាងក្រោមឯងអញ្ចឹងតើតើប៉ុន្តែកន្លែងនេះវាថាមុខកាត់ហ្នឹងវាត្រូវការដៃខាងក្រោមផងនិងដៃខាងលើផងតើតើចំណុចហ្នឹងគឺចង់និយាយថាបើសិនជាមុំម៉ងមានអំពើទៅលើមុខកាត់នឹងមួយអញ្ចឹងបើសិនជាមុខកាត់កាន់តែធំអញ្ចឹងពេលខ្លះទៅវាត្រូវការដៃទប់មុំម៉ងទាញហ្នឹងតាមមួយជាន់ទេអាហ្នឹងយើងហៅថា singly reinforcement section ប៉ុន្តែបើសិនជាមុខកាត់យើងបរុំមុខកាត់កម្ពស់កាន់តែតូចអញ្ចឹងអ្នកទាំងអស់គ្នាឧបមាថាលើកមុនយើងដាក់3ទឹក6ទឹកអញ្ចឹងវាត្រូវការតែដៃមួយជាន់ទេប៉ុន្តែយើងអាចបន្ថយកម្ពស់ហាស់ហ្នឹងនៅសល់ឧបមាថាសល់4ទឹកអីចឹងទៅអញ្ចឹងពេលខ្លះទៅវាត្រូវការដៃ2ជាន់អញ្ចឹងកន្លែងហ្នឹងគឺភាពខុសគ្នារវាង singly reinforcement section ហើយនិង doubly reinforcement section ហើយចំណុចមួយទៀតនោះគឺ area of steer អញ្ចឹងកន្លែងនេះជាចំណុចដែលយើងសំខាន់ដែរអញ្ចឹងតកតងទៅនឹងដំបូងនេះគឺ apply moment អញ្ចឹង moment ហ្នឹងគឺជា moment ខាងក្រៅនៅលើមុខកាត់ហ្នឹងអញ្ចឹងតម្លៃ moment ហ្នឹងយើងអាចកណនាតាមcombo ultimate អីចឹងយើងយក moment maximum នៅលើមុខកាត់ហ្នឹងនឹងមួយមកយើងអាចថាខ្ញុំដាក់100ចុះអូខេអញ្ចឹង100ហ្នឹងតកតងខាងក្រោមនេះគឺជាមុខកាត់ដៃដែលយើងចង់ប្រើអញ្ចឹងថាអ្នកទាំងអស់គ្នាចង់ប្រើដៃមួយណាយើង select មួយហ្នឹងទៅថាខ្ញុំដោះ select វាដោះ select វាទាំងអស់ទៅអញ្ចឹងខ្ញុំចង់ប្រើដៃ6 10លីតែមួយទេអញ្ចឹង6 10លីតែមួយទេអញ្ចឹងយើងអាចចុចកណនីកន្លែងនេះមកអ្នកទាំងអស់គ្នាអញ្ចឹងតើតឹងកន្លែងនេះពេលចុចកណនីទៅវារត់ឲ្យអូតូហើយនេះឃើញអញ្ចឹងមានថាមុខកាត់ហ្នឹងអូខេហើយ verify ហើយអញ្ចឹងដៃដែលប្រើហ្នឹងគឺ requirement មានថាដៃដែលវាត្រូវការ527 មីលីម៉ែត្រការ៉េប៉ុន្តែដៃ minimum 596 មីលីម៉ែត្រការ៉េអញ្ចឹងករណីហ្នឹងគឺយើងយកតម្លៃដៃទៅតាមដៃ minimum ដោយសារដៃ minimum ហ្នឹងវាធំជាងដៃ requirement អាហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នានេះចេញពីដោយសារខ្ញុំភ្លេចដោះ tick អូខេអញ្ចឹងខ្ញុំដោះ tick 28វិញចាក់នេះមកទៅមុន10លីទេអញ្ចឹងវាមកកាត់ធ្នឹមហ្នឹងករណីម៉ូម៉ងវា100គីឡូតុនម៉ែត្រអញ្ចឹងមកកាត់វា3ទឹក6ទឹកហ្នឹងវាត្រូវការតែ3ដើម6 10លីទេអូខេករណីមកកាត់ដៃដែលខុសពីក្នុងហ្នឹងយើងអាចវាយកន្លែងនេះបានអ្នកគ្នាកន្លែងហ្នឹងមកថាដៃអូខេចង់ប្រើដៃ9លីអញ្ចឹងណាឬក៏ប៉ុន្មានឧបមានេះណាយើង22លីឬក៏20ម៉ានលីហ្នឹងយើងអញ្ចឹងដូចកន្លែងនេះយើងចង់ដាក់ដៃ22លីអញ្ចឹងយើងគ្រីសកន្លែងវ៉ារីនេះមកហើយកណនីវាមកណាវាលុតឲ្យអញ្ចឹងវាត្រូវការ2ដើម22លីអញ្ចឹងវាស្រួលប្រើទេអ្នកទាំងគ្នាតើតើកម្មវិធីហ្នឹងតើតើកណនីធ្នឹមហ្នឹងវាស្រួលប្រើមែនតើអូខេឧបមាថាខ្ញុំចង់តើតើកន្លែងនេះឧបមាថាខ្ញុំកែម៉ូម៉ងវាឡើងដាក់150អញ្ចឹងទៅ150អញ្ចឹងទៅវាលុតមិនដែរអូខេកណនីទៅមានថាមុខកាត់ហ្នឹងវាត្រូវការ singly reinforcement ដដែលអញ្ចឹងដៃវាត្រូវការ3ដើម22លីឥឡូវយើងកែដាក់6 10វិញអូខេ4ដើម6 10លីអញ្ចឹងយើងចង់កែតម្លៃទៀតដាក់ម៉ូម៉ង200មើលវារត់មិនទៀត200ក៏វាត្រូវការធ្វើការ singly reinforcement section ដែរ singly ដូចខ្ញុំបញ្ជាក់អ្នកទាំងគ្នាខាងលើហ្នឹងគឺចង់កំណត់ថាវាត្រូវការដៃខាងក្រោមទេមកថាយើងកណនីម៉ូម៉ងកដាធ្នឹមមួយអញ្ចឹងមកអញ្ចឹងដៃដែលវាត្រូវការក៏ដៃតែខាងក្រោមទេអញ្ចឹងដៃខាងលើយើងដាក់ដៃ minimum អញ្ចឹងទៅអញ្ចឹងបើសិនជាម៉ូម៉ងកាន់តែធំទៀត250ទៅតម្លៃវាដាក់250មើលកណនីទៅវាចេញ singly ទៀតអត់ singly ដដែល600នេះអ្នកទាំងអស់គ្នាពេលយើងវាយដល់តម្លៃ600ទៅវាលោតជា double reinforcement section មានថាមកកាត់ហ្នឹងម៉ូម៉ងហ្នឹងម៉ូម៉ងដែលវាធ្វើមានអំពើលើមកកាត់ហ្នឹងវាត្រូវការដៃ2ស្ទាប់ដៃខាងលើផងដៃខាងក្រោមផងអូខេអញ្ចឹងកន្លែងនេះយើងអាចអត់ចង់ឲ្យវាចេញ message load ដូចមិញទេយើងចុចតែអញ្ចឹងទៅដោះ tick វាទៅអត់ load ទេកាលណា tick វាទៅវា load មក message ចេះមកអូខេអញ្ចឹងយើងមើលកាលណាដោះ tick ទៅយើងអាចមើលកន្លែងនេះវាដូចតែគ្នាទេអ្នកទាំងអស់គ្នាអញ្ចឹងតើតើនឹងការកណនីធ្នឹមគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលមកដល់ការកណនីចំណុចនេះមួយទៀតអ្នកទាំងគ្នាតើតើចំណុចនេះគឺសម្រាប់កណនី slab អូខេឥឡូវយើងចូលដល់ slab ហ្មងទៅអញ្ចឹងយើងចូលដល់ខាងមុខវិញ section definition ហ្នឹងទៅអញ្ចឹងយើង
គ្រីសកន្លែង slab មកអ្នកទាំងអស់គ្នាអញ្ចឹងគ្រីស slab strip នេះតើតើ strip នេះមានថាឧមាទៅ slab យើងទំហំធំត្រូវអត់អ្នកទាំងអស់គ្នាអញ្ចឹង strip នេះយើងចង់សំដៅគឺយើងអាចកាត់ក្នុងទំហំណាមួយយកមកកណនាមុំម៉ងក្នុងទំហំហ្នឹងជាទូទៅ slab យើងកណនាក្នុង1ម៉ែត្រត្រូវអត់អ្នកទាំងអស់គ្នា strip អាហ្នឹងយើងយកប្រហែលម៉ែត្រក៏បានដែរប៉ុន្តែដោយសារក្នុងកម្មវិធីនេះវា default វាមកវាឲ្យ1ម៉ែត្រអញ្ចឹងយើងគិតក្នុង1ម៉ែត្រទៅអញ្ចឹងប្រហែល slab ខ្ញុំ strain ដដែលកម្លាំងបេតុងដដែលកម្លាំងដែកយើងយកដដែលទៅនេះដដែលទាំងអស់តបមកតាក់ទងទៅនឹង dimension ខ្ញុំដូរកម្រាស់ហាស់នេះជាកម្រាស់ប្លង់សេណាបងប្អូនមកថាខ្ញុំយកមកទឹកកន្លះអីចឹងតោះអញ្ចឹង clear cover យើងអាចកែវិញមកយើងអាចយក25ឬក៏30គិតទាំងពីកែមពី clear cover មកដល់ពាក់កណ្ដាលអាអញ្ចឹងយើងបូកទៅយើងប្រើដៃ10លីអញ្ចឹងទៅអញ្ចឹងយើងយក clear cover វា25បូក5ទៀតវា30ប្រហែលខ្ញុំដាក់30អញ្ចឹងទៅអូខេអញ្ចឹងដូចគ្នាដែរដូចកណនីធ្នឹមដែរអញ្ចឹងនេះវា default វាមកហើយ default មកអស់ហើយអានេះយើងអត់នេះទេនេះកណនីធ្នឹមនេះយើងមកដល់ចំណុចកណនីមុំម៉ងនេះវិញតើតើនឹងការកណនីមុំម៉ងនេះអ្នកទាំងអស់គ្នានេះវាមានថាយើង provide ដៃវាវិញកន្លែងនេះយើង provide ដៃមកថាយើងចង់ប្រើដៃ10លី slab ហ្នឹងកម្រិតដៃហ្នឹងយើងយកមកទឹកកន្លះអូខេប្រហែលយើងដាក់ចឹងមកបន្ទាប់មកយើងចុចកណនីអញ្ចឹងមុំម៉ងដែលវាឲ្យគឺជាមុំម៉ង resistance អ្នកទាំងអស់គ្នាគឺមានថាមុំម៉ងខាងក្នុងអញ្ចឹងយើងចុចកណនីទៅអូខេវាចេញយើងបានមុំម៉ង resistance វា21.38អញ្ចឹងបើសិនជាមុំម៉ងខាងក្រៅយើងតូចជាងតម្លៃហ្នឹងមានថាវាអូខេអ្នកទាំងអស់គ្នាហ្នឹងមានន័យប្រឆាស់ជាពីធ្នឹមវិញធ្នឹមយើងឲ្យមុំម៉ងខាងក្រៅដើម្បីកណនីដែកប៉ុន្តែslab ក្នុងនេះយើងឲ្យដែកដើម្បីទៅកណនីមុំម៉ងខាងក្នុងមុំម៉ង resistance វិញអញ្ចឹងវាខុសគ្នាបន្តិចតើតើចំណុចហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងកណនីរួចហើយយើងអាចចុចមើល report បានអ្នកនរគ្នាវាអាចធ្វើ report ឲ្យយើងបានក្នុងកម្មវិធីហ្នឹងអញ្ចឹងយើងចុចកន្លែង report នេះមកជាប់ title នេះយើងដាក់អីដាក់ទៅក៏បានដែរខ្ញុំអត់ដាក់អីទេខ្ញុំអូខេទៅអញ្ចឹងនេះវា load report ឲ្យយើងហើយអញ្ចឹងយើងអាចមើលបន្ថែមទៀតទៅតើតើreport ហ្នឹងអញ្ចឹងយើងអាច print អាច save អីបានទាំងអស់អ្នកទាំងគ្នាអញ្ចឹងយើងអាចយក report ហ្នឹងដើម្បីភ្ជាប់ជាមួយនឹងការកណនីរបស់យើងអូខេអ្នកទាំងគ្នាខ្ញុំមានតែប៉ុណ្្នឹងទេតើតើនឹងការកណនីមុំម៉ងនៃមុខកាត់របស់គ្រឿងបង្គុំយើងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយ